ខ្ញុំមិនគ្រីក្នុងវីដេអូនេះខ្ញុំធ្វើការចែកអំលែកអំពីការ trade អំឡុងពេលទីផ្សារចុះដោយប្រើជាមួយនឹងយុទ្ធសាស្ត្រ bearish volume profile វីដេអូមុនខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាអំពីអ្វីទៅជា volume profile ហេតុអ្វីបានជា volume profile ត្រូវដើរចូលចិត្តប្រើនិង setting មួយចំនួននៃការកំណត់ដែលជា style របស់ខ្ញុំក្នុងការប្រើប្រាស់អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបញ្យល់អ្វីទៅជា bearish volume profile យើងធ្លាប់តែលើទីផ្សារមាន bearish market bullish market ឬក៏ sideways rank ចឹងទៅប៉ុន្តែនៅក្នុងនេះ volume profile គឺមានដូច market ចឹងក្នុងវីដេអូនេះខ្ញុំសូមនិយាយតែ bearish volume profile ទេចង់ឲ្យអ្នកគ្នាច្បាស់មួយហើយស្ដាប់ឲ្យតន់នឹងយកចិត្តទុកដាក់ bearish volume profile វាភាគច្រើននឹងបង្កើតរូបរាងជា B តូច volume profile វានឹងអាចបង្កើតទៅជារូបរាង B តូចដែលជាសញ្ញាព្រមានថាទីផ្សារនឹងមានការបន្តចុះអញ្ចឹងអ្នកនាងដឹងហើយថា bearish volume profile ចេញរូបរាងបែបម៉េចបើសិនជាកាលណាវាចេញរូបរាង B តូចមានន័យថា market នឹងធ្វើការបញ្ចុះនឹងធ្វើការចុះតទៀតអញ្ចឹងយើងទៅមើលនៅក្នុងឆាតជាក់ស្ដែងឧទាហរណ៍ថាខ្ញុំគូពីចំណុចនេះមកថងចំណុចនេះអញ្ចឹងយើងមើលមកភ្នែកក៏ដឹងថាទីផ្សារកំពុងតែស្ថិតនៅក្នុង bearish market ដែរយើងគូ trend មកឃើញទេពីនឹងមកដល់នេះគឺ bearish market ដែរយើងចាប់ពីចំណុចមកខាងលើមកដល់ចំណុចដែលកំពុងតែ rank ឧទាហរណ៍ថាទីផ្សារកំពុងតែដើរក្នុងថងចំណុចនេះbearish market bearish volume profile វានឹងចេញជារូបរាង B shape B តូចមានន័យថាជា B បែបនេះអូខេអញ្ចឹងយើងកលេចមកមើល volume profile របស់យើងវិញនេះជា area volume ហើយកន្លែងនេះជា volume នេះជា volume high នេះជា volume low នេះជា point of control ឬក៏យើងហៅថា POI អញ្ចឹងទៅកាលណាទីផ្សារកំពុងចុះបែបនេះយើងគូសមកឃើញចេញជា B shape មានន័យថា volume profile កំពុងតែបង្ហាញថាវាចេញជា bearish volume profile ត្រូវកត់សម្គាល់មួយទៀត bearish volume profile អ្នក buy និងអ្នក sell គឺអ្នក buy អត់អាចខ្លាំងជាងអ្នក sell បានទេអញ្ចឹង point of control នេះវាអាចចេញពីករណី point of control អាចនឹង balance មានន័យថាពាក់កណ្ដាលនៃរវាងអ្នក buy និងអ្នកទិញប៉ុន្តែភាគច្រើនគឺលំអៀងទៅខាងអ្នក sell ឃើញទេឃើញអានេះ volume high នេះ volume low នេះ volume high អានេះអ្នក buy អានេះអ្នក sell អញ្ចឹង point of control គឺនៅខាង sell អញ្ចឹងមានន័យថាទីផ្សារបច្ចុប្បន្ននេះ sell កំពុងតែស្ថិតក្នុងការគ្រប់គ្រងទីផ្សារ buy អត់អ្នក buy អត់ខ្លាំងជាងអ្នក sell ទេអញ្ចឹងមានថាអ្នកដែលគាត់ sell ឬក៏ seller ហ្នឹងកំពុងតែខ្លាំងជាងអ្នកទិញទៅចាំតែកាលណាយើងគូសមកចេញជា bearish volume profile យើងគួរតែរងចាំ sell ល្អជាងតម្លៃដែលយើងធ្លាប់គិតថានេះចុះមកដល់ត្រង់ចំណុច order block នេះឬក៏ CSD នេះអ្នកនាងរងចាំទិញនេះបើសិនជាឃើញចេញជា bearish volume profile sell ល្អជាងទិញ sell យើងធ្វើការ sell ល្អជាងធ្វើការដេញទិញឃើញកន្លែងនេះវាប៉ះ volume high ធ្វើការចុះប៉ះ volume low ចុះប៉ះ point of control ចុះប៉ះ volume high ប៉ះ volume low ធ្វើការឡើងមកប៉ះ volume point of control ធ្វើការចុះបន្តអញ្ចឹងដូចខ្ញុំប្រាប់ចឹងថាបើសិនជាចេញ B shape B តូចគួរតែរងចាំ sell ល្អប្រសើរជាងរងចាំទិញរងចាំ sell នៅពេលដែលវាប៉ះ volume high ដែលអាច break បានមួយទៀតឬក៏យើងអាចពិចារណាក្នុងការ sell នៅពេលដែលវាប៉ះ point of control អត់អាចធ្វើការ break point of control ឬក៏ fail break យើង
sale ល្អជាងធ្វើការដេញទិញឧទាហរណ៍មួយទៀតក៏ខ្ញុំគូសពីចំណុចឡើយនេះដែលវា break នៃ point of control នេះមកដល់ថងចំណុចដែលវាកំពុងតែពិចារណាអញ្ចឹងយើងមកមើលថារូបរាងនេះវាចេញជា B shape មានន័យថាអានេះជា B ពោះរបស់ B អានេះជាដងនៃអក្សរ B ពេលយើងគូសហើយវាចេញជា B shape នេះជាពោះនេះជាដងនេះជា area volume នេះជា volume អញ្ចឹងយើងដូចខ្ញុំនិយាយអញ្ចឹងថងចំណុចដែលខ្ញុំឧទាហរណ៍ខាងនេះ B shape ឬក៏ B តូចហ្នឹងដាច់ខាត point of control គឺតែងតែលំអៀងទៅខាងseller ឬក៏ balance មានថានៅកណ្ដាលយើងកំពុងឃើញថា market កំពុងតែធ្វើការចុះអញ្ចឹងនៅពេលដែលយើងគូស B គូស volume profile ចេញមក B shape បែបនេះគឺយើងរងចាំលក់ប្រសើរជាងដេញអ្នកគ្នាដេញទិញតើកាលណាយើងប្រចាស់តើកាលណាយើងប្រច្រាស់ជាមួយនឹង market ភាគច្រើនគឺយើងនឹង fail ឃើញទេខ្ញុំប្រាប់ថាបើសិនជា market ចេញយើងគូស volume profile ចេញជា bearish volume profile គឺរងចាំ sell នៅពេលដែលវាប៉ះ volume high អត់អាចបំបែកនៃ volume high ឬក៏មួយទៀតចាំនៅពេលដែលវាប៉ះ point of control ឬក៏ fail break នៃ point of control យើងរងចាំលក់ប្រសើរជាងរងចាំទិញអញ្ចឹងរាល់ strategy ឬ technical អ្នកទាំងអស់គ្នាត្រូវដឹងថាមិន work 100% ទេអញ្ចឹងរាល់ការ trade អ្នកទាំងអស់គ្នាគួរតែមានការគ្រប់គ្រង risk management ឲ្យបានល្អ risk reward ឲ្យបានល្អតែគេត្រូវដឹងថាការគ្រប់គ្រង risk reward ជាមួយនឹង risk management បានល្អទោះអ្នកទាំងអស់គ្នា win rate តែ 40% ក៏អ្នកទាំងអស់គ្នានៅតែ profit មានថាអ្នកទាំងអស់គ្នានៅតែជា profitable បើសិនជាអ្នកគ្រប់គ្រងជាមួយនឹង risk management ក៏ដូចជា risk reward បូកផ្សំជាមួយ technical របស់គ្នាល្អអញ្ចឹងទោះអ្នកទាំងអស់គ្នា win rate តែ 40% ក៏អ្នកទាំងអស់គ្នានៅតែ profitable ទៀតដែរនៅតែអាច profit អញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចូលតែប៉ុណ្្នឹងទេមួយឲ្យអ្នកទាំងអស់គ្នាច្បាស់ជួបគ្នាវីដេអូក្រោយក្នុងការប្រើប្រាស់ឬក៏ក្នុងការគូសឬក៏ក្នុងការមើលជាមួយនឹង bullish volume profile អូខេជួបគ្នាវីដេអូក្រោយ